កំណាព្យច្បាប់ស្រីបទភុភ្ជង់លីលាភាគទី5ស្មើសត្វរលោកខ្មោចខ្មៃហើរច្រាស់អប្រិយកើតព្យាធិរគីចង្រៃមួយនៃរាល់គ្នាចេញចូលមាត់ទ្វារពុំបានបិទបាំងធ្វេងប្រានខុសខានមិនរាំងមិនរុងបំបាំងមើលយល់សាយសងទុកស្មើគេអុចជន់លុងឲ្យឆេះចូលចុងយកទ្រពទាំងឡាយស្រីមួយសោចលេងក្អាំងក្អាយឮលេចចំងាយរំលងផ្ទះបីស្មើសត្វចចាត់បាក់សីចូលភូមិផងក្តីចង្រៃក្តាត់ណាស្រីមួយដាក់ដេកកាយាប្រេះប្រែអាត្មាឲ្យខ្នងទៅប្តីទុកស្មើពុះក្រាយអាប់ព្រៃឡើងផ្ទះឥតបីឥតបើករនីចង្រៃកាចក្រៃពុំជារឹងព្រាត់ប្រាំងគ្នាពុំបានរែងឆ្ងាយស្រីមួយសក់វែងអន់ឡាយរំសងរំសាយសក់សោតរេរីនៅមាត់អណ្ដូងមាត់ទ្វារបីដូចយមរាឆ្មាលាក់ក្រចកចង្រៃឥតបីបើរករេរាសំកកមិនចុកសក់ងាយស្រីមួយដើរទៅទាត់ផាយឮលាន់ស្ទើរធ្លាយប្រតពីសន្ធឹកសំពត់ដាច់មិនគិតដើរលើរហឹកស្មើដោសូរុនទាំងញោមញីដំណើររលះដាក់ជើងលើផ្ទាំងគោក្រំគោក្រែងក៏ក្រើងទាំងផ្ទះបីល្វែងដូចចលគេសែងរបស់ចេញទៅស្រីមួយខេងទ្រាប់នៅផ្លូវកន្លងហួសទៅមិនចាប់យកទុកពុំថេចំណែទៅមុខពុំចេះដាក់ទុករាយរាល់តែល្វែងទ្របនោះរលួងចេញឯងចង្រៃទាស់តែងធ្វើឲ្យអន្តរាយទួងឆៃចំណៃនៅបាយលោបលួចក៏កាយពេលពុំសន់ដាប់កូនអើយនេះហើយចូលស្ដាប់ហៅក្តីឧបទ្រពទាំង10ប្រការឲ្យជាងអង្គទាំងនេះណាឲ្យរៀនលក្ខណាទាំង7ផងគឺព្រះមានបុណ្យកន្លងទេសនាចែងចងជាបទគាថាមួយមាតុងមួយមិត្តតភរិយាភាតោភរិយាជាទៀងស័កភរិយាផងទាំង4ប្រសើរឥតមកគួរឲ្យចាំចងទុកក្នុងអង្គា
រីឯហើយមានតោភរិយាប្រពន្ធនេះជាលោកទុកស្មើម្ដាយចាក់រឹកបីប្រការក្នុងកាយមួយចង់ខ្វល់ខ្វាយប្រយោជន៍ឲ្យប្តីបានថ្កើនរុងរឿងឮល្បីមិនឲ្យអប្តីឲ្យបានសាក់យស បានកាលរងរឿងឮល្បីមិនឲ្យអប្តីឲ្យបានសាក់យស ឲ្យបានសាក់យស